តង់អាហ្នឹងយើងចូលវិធីទាយចម្លើយលំហាត់ reading ប្រឡងបាតុបប្រើ strategy ទី2ថ្ងៃមុនយើងរៀនពី strategy ទី1រួចហើយគឺការដាក់ថ្នាក់ពាក្យថ្ងៃហ្នឹងចូល strategy ទី2តែមុនចូលកុំភ្លេចជួយ follow មួយហ៎ដើម្បីទទួលបានវីដេអូផ្សេងៗទៀតដែលមានប្រយោជន៍សម្រាប់ប្រឡងបាតុបអញ្ចឹង strategy ទី2របស់យើងអីគេគឺការទាយចម្លើយតាមរយៈមើលពាក្យដែលមានសំឡេងស្រៈឬក៏ភាសាអង់គ្លេសហៅថា the vowel clue អញ្ចឹងយើងរៀននៅថ្នាក់ទី7មកគឺយើងរៀនពីរបៀបប្រើ and ជាទូទៅគឺយើងប្រើជាមួយពាក្យណាដែលមានសំឡេងស្រៈផ្ដើមដោយសំឡេងស្រៈអញ្ចឹងឥឡូវយើងយកអាហ្នឹងយកមកទាយចម្លើយប្រឡងបាតុបថ្នាក់ទី12លំហាត់ reading ឧទាហរណ៍យើងមានអត្ថបទមួយអត្ថបទនេះខ្ញុំកែពីអត្ថបទ reading ប្រឡងបាតុប2018អញ្ចឹងយើងមើលអត្ថបទហ្នឹងយើងមើលលំហាត់ទី1 I left my job at and ហើយចន្លោះយើងមានចន្លោះបន្ទាប់ពីមានពាក្យ and ដែលយើងនិយាយពីខាងដើមហ្នឹងអញ្ចឹងរបៀបទាយរបស់យើងគឺកន្លែងចន្លោះហ្នឹងគឺយើងដាក់បានតែពាក្យណាដែលផ្ដើមដោយសំឡេងស្រៈយើងមើលក្នុងអត្ថបទរបស់យើងសំទោសមើលក្នុង word bank របស់យើងមានពាក្យដែលផ្ដើមដោយសំឡេងស្រៈមានពីរពាក្យគឺមានពាក្យ advertising ហើយនិងពាក្យ application អញ្ចឹងមានន័យថាលំហាត់លេខ1ជំរឿនហ្នឹងគឺយើងដាក់បានតែ2ក្នុង1ក្នុងចំណោម2ពាក្យខាងដើមហើយចម្លើយរបស់យើងគឺដោយសារយើងមានពាក្យ company យើងប្រើជាមួយពាក្យ advertising company ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម after I had a conflict with my boss she accepted my អានេះយើងដឹងហើយក្រោយ my ជាគុណនាមក្រោយ my ជាទូទៅយើងប្រើនាមរបស់យើងមានមែននាមរបស់យើងមាន advertising យើងប្រើរួចហ្នឹងមិញហើយបន្ទាប់មកយើងពាក្យ application ហើយនិងពាក្យ resignation យើងមានតែ3ពាក្យហើយយើងប្រើមួយនៅសល់2អញ្ចឹងមានន័យថាលំហាត់លេខ2យើងដាក់បានតែមួយអញ្ចឹងក្នុងចំណោម2ហ្នឹងបើយើងចាក់ខ្សែក៏យើងត្រូវ 50% ដែរហើយចម្លើយរបស់លំហាត់ហ្នឹងគឺយើងប្រើពាក្យ resignation she accepted my resignation but warned me that it might អញ្ចឹង might របៀបទាយមួយទៀត might គឺជា modal verb មាន9ដែលខ្ញុំហៅថា sexy woman SCWM ហើយពាក្យដែលប្រើក្រោយ modal verb បានបើជា verb ត្រូវតែ verb ដែលជាទម្រង់ដើម verb ទម្រង់ដើមគឺទម្រង់ infinitive INF verb ទម្រង់ដើមក្នុង word bank របស់យើងគឺមានតែ2គឺមានពាក្យ be ហើយនិង scare អញ្ចឹងពាក្យ2ហ្នឹង again បើយើង vowel bit គឺយើងមានឱកាសត្រូវ 50% ដែរហើយចម្លើយនៅនេះគឺយើងប្រើពាក្យ be so but warned me that it might be very hard to look for job in this economic situation តោះមក I thought she was trying to blank អានេះមានរបៀបទាយមួយទៀតក្រោយ to ជាទូទៅគឺយើងប្រើ verb ទម្រង់ដើមដែរគឺទម្រង់ infinitive again verb ទម្រង់ដើមរបស់យើងមាន2ក្នុងល្បះយើងមានពាក្យ be និងពាក្យ scare be យើងប្រើហើយចម្លើយនៅចុងក្រោយគឺ scare អញ្ចឹងយើងអាចទាយបានងាយៗតាមរបៀបទាយបានហ្នឹងឯងប៉ុន្តែចំណុចដែលខ្ញុំចង់ highlight ថ្ងៃហ្នឹងគឺ strategy ទី2របស់យើងគឺកាលណាយើងឃើញមានពាក្យ and ហើយចន្លោះពាក្យដែលយកមកដាក់កន្លែងចន្លោះហ្នឹងគឺមានតែពាក្យណាដែលផ្ដើមដោយសំឡេងស្រាលដែលយើងអាចដាក់បានសរុបមកវិញក្រោយ and បើមានចន្លោះដាក់តែពាក្យណាដែលមានសំឡេងស្រៈផ្ដើមដោយសំឡេងស្រៈពាក្យផ្ដើមដោយសំឡេងស្រៈគឺផ្ដើមដោយសំឡេង o ឬក៏យើងនិយាយថា a e i o u អញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងទៅជួយ follow ជួបគ្នានៅវីដេអូក្រោយបាយបាយ